បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការចាប់ប្របាយកូនកែបបាទនេះចំនួន500បងប្អូនបាទគឺយើងចាប់អត់តាន់អស់ទេដោយសារនេះវារៀងធំជាងគេអញ្ចឹងយើងត្រូវចាប់ប្របាយចេញដើម្បីការពារកុំឲ្យវាស៊ីតូចបាទហើយនេះអាធំຂະຫນាតធំនេះខ្ញុំទុកធ្វើពូជទេបាទចំនួនប្រហែលជាអាច400គ្រាប់បាទនេះចំនួន500នេះយើងទៅចាប់ប្របាយទេ500គឺតង់នេះ2x3បងប្អូនបាទមើលទៅរឿងតលាយទេបាទប៉ុន្តែនេះវានៅតូចទេតែពេលធំទៅវារឿងចៀតដែរបាទតូចទៅបើធំទៅយើងអាចដាក់បានខ្ទង់250 300អាចដាក់បានកែបធំបាទខ្ញុំធ្វើនេះខ្ញុំចាប់បាន500ហើយបាទនេះយើងទុកពូជបាទបាទនេះតង់នេះគឺយើងចាប់ឲ្យគេព្រឹកមិញអស់ហើយនេះខ្ញុំធ្វើការប្របាយពីអាងនេះបាទមិនតាន់អស់ធំទេបងប្អូនបាទនេះយើងជ្រែកចេញជា3ຂະຫນាតបាទជ្រែកចេញជា3ហើយមានអាតូចសេរីក្រោយហ្នឹងព្រោះវាធំតូចអត់ស្មើគ្នាទេអញ្ចឹងហើយការលូតលាស់វាក៏មិនស្មើគ្នាដែរដោយសារវាមានចំនួនច្រើនអញ្ចឹងយើងត្រូវធ្វើការជ្រែកូនកង្កែបបាទដល់ពេលចាប់ឲ្យបងប្អូនទៅគឺទំហំវាជ្រៀកគ្នាតិចតួចវាអត់មានបញ្ហាអីទេបាទវាអត់សូវស៊ីគ្នាដូចដែលមានធំតូចបាទនៅក្នុងតង់ច្រើនចេះទេនេះដោយសារខ្ញុំបង្កាត់ខ្ញុំទៅតែជ្រែលើកទី1ទេប៉ុន្តែខ្ញុំតង់នេះគឺខ្ញុំចាប់ឲ្យគេ1000ហើយបាទហើយមិញខ្ញុំជ្រែបាន500ជាតិនេះនៅសល់ប្រហែលជា1000ទៀតបងប្អូនបាទអញ្ចឹងយើងធ្វើការជ្រែបន្តទៀតដោយសារវានៅមានធំបាទដើម្បីយើងជ្រែដាក់អាងតូចទៅទី1អត្ថប្រយោជន៍គឺពេលដែលបងប្អូនកំងខ្ញុំទៅខ្ញុំចាប់តាមអាងនីមួយទៅគឺកូនកែបវាមានភាពស្មើគ្នាបាទវាជ្រៀកគ្នាតិចតួចហើយទី2គឺខ្ញុំការពារកុំឲ្យការបាត់បង់កូនកែបកាន់តែច្រើនបាទគឺយើងចាប់ប្របាយទៅគឺវាអត់សូវស៊ីគ្នាទេហើយទី3គឺយើងជ្រែងាយស្រួលក្នុងការដាក់ចំណីបាទដាក់ចំណីគឺអាធំនោះយើងស៊ី3លីទៅបាទតូចសេរីកដាលអីយើងឲ្យវាស៊ី2លីទៅតែកាលណាយើងអត់ជ្រែទេគឺពេលយើងដាក់ចំណី3លីទៅគឺអាតូចហ្នឹងវាស៊ីអា3លីអត់បានគឺកែបយើងវាអាចស្គមបាទអញ្ចឹងយើងជ្រែវាបាទដើម្បីបំពន់ចំណីផងដើម្បីការពារកុំឲ្យវាស៊ីគ្នាផងហើយសំខាន់ហ្នឹងគឺពេលនៅចាប់ឲ្យបងប្អូនហ្នឹងគឺវាមានភាពសមតុល្យគ្នាបាទហើយវីដេអូនេះក៏ទៅចែកជូនបងប្អូនតែប៉ុណ្្នឹងទេតេតទៅនឹងអត្ថប្រយោជន៍នៃការចាប់ប្របែកកូនបាទហើយក៏វាជាវីដេអូដដែលដែរបាទមិនមានអីថ្មីទេគឺការចាប់ប្របែកនេះក៏ខ្ញុំចេញប្រមាណវីដេអូដែរបាទតែខ្ញុំចេះតែថតចែកជូនបងប្អូនទស្សនាទៅដើម្បីកុំឲ្យស្ងាត់ YouTube ខ្ញុំផងបាទហើយឲ្យបានបងប្អូនទស្សនាលេងផងបាទជាការយល់ដឹងបន្ថែមបងប្អូនខ្លះក៏មិនបានមើលវីដេអូមុនដែរអញ្ចឹងបងប្អូនក្រោយក៏អាចមើលវីដេអូក្រោយខ្ញុំបានអញ្ចឹងគាត់ទទួលបានចំណេះដឹងថ្មីមួយដែរបាទតើតើការចំកែបហើយខ្ញុំចាប់នេះគឺចាំម្នាក់ឯងទេបងប្អូនអាងធំយើងវារត់ទៅមករៀងស្អកកបន្តិចបាទហត់បាទវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទអរគុណ